អាទិត្យរះឡើងនៅពីក្រោយគំនូរអគារនិងសំណាងផ្ទះតូចៗប្រជ្រៀតគ្នាក្នុងភូមិមួយក្បែរក្រុងខ្យល់អាកាសពេលព្រឹកមិនសូវបរិសុទ្ធទេដោយសារផ្សែងញញយន្តនិងក្លិនផ្សេងៗសវណ្ណជាយុវជនអាយុ22ឆ្នាំមានកម្លាំងមាំមួននិងមានភ្នែកបង្ហាញពីក្តីបារម្ភរាល់ថ្ងៃគាត់មិនបានទៅរៀនទេតែត្រូវចេញទៅធ្វើការងារសំណង់តាំងពីព្រឹកព្រលឹមដើម្បីរកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារនិងទិញថ្នាំឲ្យម្ដាយម៉ែខ្ញុំទៅធ្វើការហើយម្ហូបនៅលើតុសវណ្ណស្រែកប្រាប់ម្ដាយពីមុខផ្ទះប្រយ័ត្នខ្លួនណាកូនធ្វើការកុំឲ្យហត់ពេកសំឡេងម្ដាយឆ្លើយទាំងខ្សោយសវណ្ណជីកង់មួយគ្រឿងឆ្ពោះទៅកន្លែងសំណង់ដែលស្ថិតនៅកណ្ដាលក្រុងប្រពេលជីកាត់ផ្ទះវិឡាធំស្គមស្កាយក៏តែមានអារម្មណ៍ថាពិភពលោកនេះមានគម្លាតឆ្ងាយរវាងជីវិតគាត់និងអ្នកដទៃមនុស្សខ្លះមានជីវភាពធូរធារចំណែកគាត់វិញត្រូវតស៊ូលំបាករាល់ថ្ងៃដើម្បីតែរស់នៅកន្លែងធ្វើការសវណ្ណធ្វើការដោយខិតខំកម្លាំងពលកម្មរបស់គាត់ត្រូវបានថៅកែសំណងមើលឃើញពីតម្លៃតែប្រាក់ឈ្នួលនៅតែតិចតួចមិនសមាមាត្រនឹងការហត់នឿយឡើយថ្ងៃនេះគាត់ត្រូវលើកបាវស៊ីម៉ងជាច្រើនបាវឡើងទៅជាន់ទី3ញើហៅស្រក់តែក្នុងចិត្តគាត់នឹកខឹងតែមុខម្ដាយនិងប្អូនស្រីធ្វើឲ្យគាត់មានកម្លាំងចិត្តបន្តទៀតពេលរុស្ស៊ីជ្រេបន្តិចមានរថយន្តទំនើបមួយគ្រឿងបានបោកចូលមកក្នុងការដ្ឋានចេនពីឡាននោះគឺជានារីវ័យក្មេងម្នាក់ស្លៀកពាក់ Smart Bath ទាន់សម័យនាងជាកូនថៅកែក្រុមហ៊ុនសំណង់នេះនាវដាសម្ដៅមុខ Supervisor ទាំងទឹកមុខរៀបរយសវណ្ណដែលកំពុងលើកអេតបានក្រឡេកមើលនាងដោយចៃដន្យគាត់ចាប់អារម្មណ៍នឹងគម្លាតជីវិតដ៏ឆ្ងាយរវាងពួកគេម្នាក់ជាអ្នកធ្វើការសំណង់ប្រឡាក់ដីប្រឡាក់ស៊ីម៉ងរីឯម្នាក់ទៀតគឺជាកូនអ្នកមានដែលមានជីវភាពស្រួលជាងគាត់នាងក្រឡេកឃើញសវណ្ណដែរតែគ្រាន់តែជាក្រសែភ្នែកមួយភ្លេតហើយងាកទៅចេញជីវិតរបស់សវណ្ណនៅតែបន្តជារៀងរាល់ថ្ងៃបែបនេះគឺជារលកជីវិតដែលជួបតាការតស៊ូលំបាកមិនចេះចប់មិនចេះហើយគាត់មិនដឹងទេថាថ្ងៃខាងមុខរលកជីវិតនេះនឹងបោកបបកគាត់ឲ្យជួបនឹងរឿងរ៉ាវអ្វីទៀតបោកប៉ុន្មានថ្ងៃបន្ទាប់សវណ្ណនៅតែបន្តជីវិតជាកម្មករសំណង់ដដែលការនឿយហត់នៅលើការដ្ឋានមិនអាចប្រៀបផ្ទឹមនឹងបន្ទុកធ្ងន់ខ្លងចិត្តដែលបារម្ភពីម្ដាយនិងអនាគតមិនច្បាស់លាស់នោះទេថ្ងៃមួយខណៈដែលសវណ្ណកំពុងជញ្ជូនសម្ភារៈសំណង់នៅជាន់ផ្ទាល់ដីស្រាប់តែមានសម្លេងឡានទំនើបមួយគ្រឿងបើកចូលមកយ៉ាងលឿនហើយឈប់ភ្លឹបនៅមុខកន្លែងដែលគាត់ឈរដោយមិនបានប្រយ័ត្នសម្ភារៈសំណង់មួយចំនួនក៏ជ្រុះពីដៃគាត់ទៅប៉ះនឹងគូតរថយន្តនោះបន្តិចបន្តួចទ្វារឡានបើកចេញហើយនារីដែលសុវណ្ណធ្លាប់ឃើញពីមុនដែលឈ្មោះថាម៉ាលីក៏ដើរចុះមកទាំងទឹកមុខមាំលោកអីមើលអីនឹងអត់ភ្នែកទេអីម៉ាលីស្រដីទាំងកំហឹងព្រោះរថយន្តថ្មីរបស់នាងទើបតែត្រូវប៉ះទង្គិចសុវណ្ណភ្ញាក់ព្រឺតក្រឡេកមើលស្នាមឆ្កួតបន្តិចលឿនឡានរួចឆ្លើយទាំងសំឡេងទាបថាសុំទោសបាទខ្ញុំមិនបានចាប់អារម្មណ៍ម្យ៉ាងអ្នកនាងក៏បើកលឿនដែរបើកលឿនមែនហើយឥឡូវបែកកាយនាងខ្ញុំអស់ហើយធ្វើម៉េចម៉ាលីតវ៉ានាងជាកូនអ្នកមានដែលមិនធ្លាប់ជួបការលំបាកដូច្នេះពាក្យសម្ដីក៏មិនសូវជាសម្របសម្រួលដែរខ្ញុំសំទុះមែនទែនសុវណ្ណអោនក្បាលចុះគាត់ដឹងថាខ្លួនមិនអាចមានលទ្ធភាពសងថ្លៃជួសជុលរថយន្តទំនើបនេះបានឡើយ Supervisor ក៏រត់មកមើលហេតុការណ៍ហើយព្យាយាមសម្របសម្រួលទាំងភ័យខ្លាចគុណថៅកែម៉ាលីខឹងខ្លាំងណាស់ប៉ុន្តែពេលឃើញសុវណ្ណមានទឹកមុខស្លេកស្លាំងនិងសម្លៀកបំពាក់ប្រឡាក់ដីប្រឡាក់ស៊ីម៉ងនាងក៏បន្ទន់អេរយាបថបន្តិចលើកនេះឃីងអាប់តោឲ្យតែលើកក្រោយប្រយ័ត្នបន្តិចណានាងនិយាយហើយដាវសម្ដៅទៅការិយាល័យឪពុកនាងបាត់ទៅសុវណ្ណដកដង្ហើមធូរទ្រូងប៉ុន្តែក្នុងចិត្តនៅតែមានអារម្មណ៍មិនល្អចំពោះនារីម្នាក់នេះគាត់គិតថានាងជាមនុស្សក្រអឺក្រទើមមិនចេះយល់ចិត្តអ្នកក្រឡើយចាប់ពីថ្ងៃនោះមកជួនកាលសុវណ្ណនិងម៉ាលីក៏បានជួបគ្នាម្ដងម្ដាលនៅការដ្ឋានតែការជួបគ្នាម្ដងមិនដែលនិយាយរកគ្នាទេគឺគ្រាន់តែជាក្រសែភ្នែកមើលរំលងគ្នាតែប៉ុណ្ណោះម៉ាលីពេលខ្លះក៏លួចសង្កេតមើលសុវណ្ណដោយធ្វើការយ៉ាងលំបាកដោយមិនចេះត្អញត្អែឡើយចិត្តនាងចាប់ផ្ដើមមានអារម្មណ៍អាណិតគាត់បន្តិចម្ដងពីដំបូងតែគិតថាគាត់ជាមនុស្សធ្វេសប្រហែសតែគម្លាតរវាងអ្នកមាននិងអ្នកក្រនេះនឹងនាំពួកគេទៅរករឿងរ៉ាវអ្វីទៀតរយៈពេលជាច្រើនសប្ដាហ៍បានកន្លងផុតទៅម៉ាលីត្រូវមកមើលការខុសត្រូវការដ្ឋានសំណង់ឪពុកនាងកាន់តែញឹកញាប់ដើម្បីរៀងពីការងារគ្រប់គ្រងនាងចាប់ផ្ដើមស៊ាំនឹងបរិយាកាសនៅទីនោះហើយការចាប់អារម្មណ៍របស់នាងទៅលើសុវណ្ណក៏កាន់តែកើនឡើងជាលំដាប់
នាងលែងមើងងាយគាត់ដូចដំបងទៀតហើយតែបែរជាកោតសរសើរពីការតស៊ូអត់ធ្មត់របស់គាត់ទៅវិញថ្ងៃមួយមេកាបានបញ្ជាឲ្យកម្មករធ្វើការថែមម៉ោងដល់យប់ជ្រៅដើម្បីឲ្យទាន់គម្រោងការងារសុវណ្ណបានខិតខំធ្វើការខ្លាំងរហូតដល់ភ្លេចបាយភ្លេចទឹកនៅម៉ោងប្រហែល 8 យប់ម៉ាលីបានដល់ត្រួតពិនិត្យជុំវិញការដ្ឋានមុនពេលត្រឡប់ទៅផ្ទះនាងបានប្រទះឃើញសុវណ្ណកំពុងអង្គុយសម្រាកនៅជ្រុងមួយទាំងទឹកមុខស្លេកស្លាំងហើយហាក់ដូចជាអស់កម្លាំងខ្លាំងណាស់ដោយមានចិត្តអាណិតអាសូរដែលកើតចេញពីបាតដួងចិត្តនាងបានដើរទៅជិតគាត់នាងបានកាន់ដបទឹកបរិសុទ្ធមួយដបនិងនំចំណីបន្តិចបន្តួចនៅក្នុងដៃលោកញ៉ាំទឹកទៅម៉ាលីហុចរបរទាំងនោះទៅអាយសុវណ្ណទាំងអៀនបន្តិចសុវណ្ណងើបមកមើលនាងទាំងភ្ញាក់ផ្អើលគាត់មិននឹកស្មានថាកូនថៅកែដែលធ្លាប់មានអាកប្បកិរិយារឹងរូសនោះនឹងមានទឹកចិត្តបែបនេះសោះតែបែរជាកោតសរសើរពីការតស៊ូអត់ធ្មត់របស់គាត់ទៅវិញការសន្ទនាដំបូងរបស់ពួកគេបានកើតឡើងនៅយប់នោះពួកគេបាននិយាយពីការងារនិងជីវិតរៀងៗខ្លួនបន្តិចបន្តួចម៉ាលីចាប់ផ្ដើមយល់ពីស្ថានភាពគ្រួសាររបស់សុវណ្ណហើយការអាណិតក៏ប្រែទៅជាអារម្មណ៍មួយផ្សេងទៀតដែលនាងមិនអាចពន្យល់បានទេចំណែកសុវណ្ណគាត់ក៏លែងគិតថាម៉ាលីជាមនុស្សក្រអឺតក្រទំទៀតហើយតែជាមនុស្សស្រីដែលមានចិត្តល្អនិងចេះយល់ចិត្តអ្នកដទៃរលកជីវិតចាប់ផ្ដើមបត់បែនផ្លាស់ប្ដូរទិសដៅថ្មីសម្រាប់ពួកគេទាំងពីរតើមិត្តភាពដែលចាប់ផ្ដើមពីភាពខុសគ្នានៃជីវភាពនេះនឹងវិវត្តទៅជាស្នេហាបានដែរឬទេហើយតើឧបសគ្គអ្វីខ្លះដែលពួកគេនឹងត្រូវជួប